32របៀបសង់ graphic ទី1 select ទិន្នន័យដែលយើងចង់បង្កើតទី2ចុចនៅលើមេនុយ insert ទី3ចុចនៅលើ column ទី4ចុចជ្រើសរើសប្រភេទឆាតដែលយើងចង់បានបើយើងចង់រចនាបន្ថែមលើវាគឺយើងចុចនៅលើឆាតរួចចុចមកខាងស្ដាំយកពាក្យ format chart area ហើយអនុវត្តទៅតាមតួនាទីនីមួយៗដែលមានរបស់វាបើយើងចង់រចនាបន្ថែមលើបង្គោលរបស់ឆាតគឺត្រូវចុចមកខាងស្ដាំលើបង្គោលឆាតនោះរួចយកពាក្យថា format data series រួចចុចលើ close ហើយបើសិនជាយើងចង់ឲ្យវាបង្ហាញទិន្នន័យលេខលើបង្គោលរបស់ឆាតគឺយើងត្រូវចុចមកខាងស្ដាំលើបង្គោលឆាតនោះយកពាក្យថា add data label ហើយបើសិនជាយើងចង់បង្វិលទិន្នន័យលេខឬផ្លាស់ប្ដូរទ្រង់ទ្រាយអ្វីផ្សេងទៀតនោះគឺយើងត្រូវចុចលើលេខដែលនៅខាងមុខគេរួចចុចមកខាងស្ដាំយកពាក្យថា format data label ចុចនៅលើ alignment រួចវាយកំណត់ទិសដៅរបស់លេខនៅក្នុងប្រអប់ custom angle ចុចនៅលើ label option ដើម្បីកំណត់ទីតាំងរបស់លេខនៅលើបង្គោលឆាតនីមួយៗChange chart type គឺសម្រាប់ផ្លាស់ប្ដូរ mode របស់ឆាត Save as template សម្រាប់រក្សាទុកគំរូឆាតនៅទីតាំងផ្សេង Switch row or column សម្រាប់ផ្លាស់ប្ដូរជួរដេកឬជួរឈរ Select data សម្រាប់ select ទិន្នន័យដែលបង្កើតឆាត Chart layout គឺសម្រាប់បង្ហាញទម្រង់របស់ឆាត Style គឺជា mode របស់ឆាតMove chart សម្រាប់ផ្លាស់ប្ដូរទីតាំងទៅកាន់សញ្ញាការងារណាមួយ Format selection សម្រាប់ធ្វើការផ្លាស់ប្ដូរផ្នែកណាមួយនៃឆាតដែលយើងបាន select Reset to match style សម្រាប់បង្ហាញទម្រង់ដើមរបស់ឆាត Picture សម្រាប់បញ្ចូលផ្ទាំងរូបភាពក្នុងឆាត Shape សម្រាប់គូសរាងផ្សេងៗText box សម្រាប់បញ្ចូលប្រអប់អក្សរ Chart title សម្រាប់ដាក់ចំណងជើងឲ្យឆាត Axis title សម្រាប់ដាក់ចំណងជើងតាមអ័ក្សនីមួយៗ Legend សម្រាប់បង្ហាញចំណងជើងរបស់បង្គោលឆាតនីមួយៗ Data label សម្រាប់បង្ហាញទិន្នន័យតាមបង្គោលឆាតនីមួយៗ Data table សម្រាប់បង្ហាញតារាងទិន្នន័យនៅខាងក្រោមឆាតAxis សម្រាប់ផ្លាស់ប្ដូរនិងរចនាលើអ័ក្សនីមួយៗរបស់ឆាត Grid line សម្រាប់ដាក់ផ្ទៃក្រឡាខាងក្រោយឆាត Plot area សម្រាប់រចនាផ្ទៃខាងក្រោយរបស់ឆាត Thread line សម្រាប់គូសភ្ជាប់ខ្សែកោងក្នុងឆាត Error bar សម្រាប់បង្ហាញរបារទិន្នន័យដែល error ក្នុងឆាត Chart property សម្រាប់បង្ហាញនិងប្ដូរឈ្មោះរបស់ឆាត